បាទសួស្តីបងប្អូនទាំងអស់គ្នាខ្ញុំមានរូបភាពមួយស្លឹកដើម្បីចែកម្លែកដល់បងប្អូនជាចំណេះដឹងពីព្រោះតកតងជាមួយនឹងការប្រើការគិតនេះគឺសំខាន់ណាស់ពេលខ្លះបងប្អូនគិតថាយករូបភាពមកអញ្ចឹងមិនដឹងជាមានអត្ថន័យយ៉ាងម៉េចមានប្រយោជន៍អីប៉ុន្តែបងប្អូនកុំភ្លេចថារាល់អ្នកដែលតែងតែនៅពីលើយើងរាល់គ្នានឹងគឺសិតតែប្រើប្រាស់ខួរក្បាលទាំងអស់អញ្ចឹងការដែលយើងចេះគិតការដែលយើងចេះវិភាគការដែលយើងចេះស្វែងយល់នៅអ្វីមួយវាធ្វើឲ្យប្រព័ន្ធការគិតរបស់យើងនឹងមានការរីកចម្រើនអញ្ចឹងដូចជារូបមួយសន្លឹកនេះវានឹងធ្វើឲ្យយើងបង្កើនប្រព័ន្ធនៃការគិតបងប្អូនមើលរូបនេះហើយបងប្អូននឹកឃើញផ្សេងគ្នាបងប្អូនខ្លះក៏គិតឃើញបែបនេះបងប្អូនខ្លះក៏គិតឃើញបែបនោះប៉ុន្តែអត្ថន័យនៅក្នុងរូបភាពនេះគឺគេបានបញ្ជាក់យ៉ាងច្បាស់ហើយថារាល់ជោគជ័យទាំងអស់គឺត្រូវតែឆ្លងកាត់ការសាកល្បងឆ្លងកាត់ការបរាជ័យនិងការមិនបោះបង់អញ្ចឹងបងប្អូនតែងតែធ្លាប់ជួបប្រទះនៅក្នុងជីវិតហើយវ័យយើងចាប់ពី20ក្រាស់ឬក៏30ក្រាស់អីហ្នឹងគឺសិតតែឆ្លងកាត់ហើយនៅអ្វីដែលយើងធ្លាប់ជួបប្រទះនៅក្នុងដំណើរនៃជីវិតរបស់យើងអញ្ចឹងខ្ញុំចង់ឲ្យបងប្អូនកលេចមកមើលរូបភាពមួយសន្លឹកនេះគឺគេដាក់ថាសាកល្បងហើយមានសញ្ញាបាញ់ចុះក្រោមមកបរាជ័យដល់ពេលបរាជ័យហើយវាមានសញ្ញាព្រួយមួយទៅដល់ជោគជ័យអញ្ចឹងរាល់សកម្មភាពរាល់ការតាំងចិត្តរាល់គោលដៅរបស់យើងទាំងអស់គឺវាស្ថិតនៅក្នុងការមិនបោះបង់នឹងឯងបើសិនជាយើងសាកល្បងហើយឬក៏យើងព្យាយាមធ្វើអ្វីមួយដែលជាគោលដៅរបស់យើងហើយស្រាប់តែយើងបរាជ័យយើងគិតថានោះគឺជាទីបញ្ចប់អញ្ចឹងវាជាទីបញ្ចប់ពិតមែនដូច្នេះយើងមិនអាចបន្តដំណើរទៅមុខទៀតទេពីព្រោះយើងស្ថិតនៅក្នុងចំណុចមួយគេថាបោះបង់ប៉ុន្តែសម្រាប់មនុស្សដែលគេមានឆន្ទៈធំមានគោលដៅច្បាស់លាស់គឺគេតែងតែស្ថិតនៅក្នុងការមិនបោះបង់ជានិច្ចធ្វើអ្វីមួយគឺមិនបោះបង់ពាក់កណ្ដាលទីទេគឺតែងតែតស៊ូមោះមុតព្យាយាមរហូតដល់គេបានដល់នៅគោលដៅដែលគេចង់បានអញ្ចឹងនៅចំណុចរូបភាពនេះគឺចង់ឲ្យបងប្អូនទាំងអស់គ្នាធ្វើអ្វីមួយត្រូវហ៊ានសាកល្បងបើយើងមិនសាកល្បងទេយើងអត់ដឹងថាអ្វីនោះវានឹងមានលទ្ធផលបែបណាវានឹងចេញជាផ្លែផ្កាបែបណាគឺយើងអត់ដឹងទេហើយបងប្អូនកុំឲ្យមានការបាក់ទឹកចិត្តនៅពេលដែលយើងសាកល្បងហើយស្រាប់តែបរាជ័យបើសិនជាយើងសាកល្បងនៅអ្វីមួយហើយយើងបរាជ័យយើងចូលគិតថានោះគឺជាបទពិសោធន៍ជា lesson ជាមេរៀនសម្រាប់យើងតែប៉ុណ្ណោះមិនមែនជាទីបញ្ចប់នៃដំណើរផ្លូវរបស់យើងទេហើយយើងមើលភាគច្រើនណាស់ដែលមនុស្សយើងតែងតែហ៊ានសាកល្បងប៉ុន្តែមិនហ៊ានទទួលយកនៅការពិតពេលដែលបរាជ័យបាក់ទឹកចិត្តខូចចិត្តផឹកស្រាបោះបង់ការស្រឡាញ់ខ្លួនឯងចោលឬក៏អ្នកខ្លះទៀតហ៊ានដល់ទៅបញ្ចប់ជីវិតប៉ុន្តែគាត់បែរជាភ្លេចគិតថានៅពេលណាដែលយើងមិនបោះបង់នោះមិនហៅថាបរាជ័យទេនោះគេហៅថាបទពិសោធន៍ហើយយើងអាចងើបមកម្សាទៀតដើម្បីសាកល្បងថ្មីម្សាទៀតសាកល្បងនៅអ្វីដែលយើងចង់ទៅដល់ទៅទៀតរហូតដល់ពេលមួយឱកាសមួយថ្ងៃមួយយើងនឹងបានដល់នៅគោលដៅដែលយើងចង់បានអញ្ចឹងបងប្អូនត្រូវតែមានការពង្រឹងលើកម្លាំងចិត្តរបស់ខ្លួនឯងកុំបោះបង់ខ្លួនឯងព្យាយាមស្រឡាញ់ខ្លួនឯងទើបយើងអាចឆ្លងកាត់ឧបសគ្គគ្រប់យ៉ាងទាំងអស់ទៅដល់គោលដៅដែលយើងចង់បានបើសិនជាបងប្អូនអរគ្នាជួបប្រទះបញ្ហាហើយយើងមិនរកពីដំណោះស្រាយនៃបញ្ហាមិនរកពីឫសគល់នៃបញ្ហាមិនរកពីវិធីបញ្ចប់បញ្ហាយើងបែរជាស្អប់អ្នកដទៃស្អប់ខ្លួនឯងបោះបង់ខ្លួនឯងនោះគឺយើង
มันអាចឆ្លងទៅដល់ភាពជោគជ័យបានទេគឺយើងស្ថិតនៅក្នុងដំណាក់កាលនៃបរាជ័យពីព្រោះអ្នកបរាជ័យគឺជាអ្នកបោះបង់អ្នកជោគជ័យពិតប្រាកដគឺអ្នកដែលមិនបោះបង់ហ្នឹងឯងអញ្ចឹងបងប្អូនព្យាយាមសម្លឹងមើលនៅអ្វីដែលជាគោលដៅរបស់យើងហើយតាំងចិត្តមុតមាំថាគោលដៅមួយហ្នឹងគឺយើងមិនបោះបង់ដាច់ខាតដរាបណាយើងមិនទាន់ទៅដល់អញ្ចឹងបងប្អូននឹងមានធម៌ពលមានកម្លាំងចិត្តដើម្បីបញ្ញាធ្វើនៅសកម្មភាពនោះអញ្ចឹងការសាកល្បងមិនអាក្រក់ទេការបរាជ័យក៏មិនអាក្រក់ដែរតែអ្វីដែលអាក្រក់នោះគឺការបោះបង់គោលដៅរបស់ខ្លួនឯងចោលវាជារឿងដែលអាក្រក់ហើយវាជារឿងដ៏អពមង្គលសម្រាប់ជីវិតយើងទីបំផុតអញ្ចឹងបងប្អូនអរគ្នាមើលរូបភាពនេះហើយយើងចាប់ផ្ដើមគិតសារឡើងវិញរាល់ពេលដែលយើងសាកល្បងនៅវិញមួយហើយស្រាប់តែយើងបរាជ័យគឺបងប្អូនកុំបោះបង់ហើយបងប្អូនពង្រឹងធម៌ពលរបស់ខ្លួនឯងឡើងវិញហើយឈានជំហានទៅមុខវិញដូចជាក្មេងដែលជិះកង់ដួលហើយងើបឡើងបន្តការជិះកង់ទៅទៀតមិនមែនមានន័យថាយើងដួលប៉ុណ្ណឹងហើយគឺជាទីបញ្ចប់នៃជីវិតយើងជាទីបញ្ចប់នៃដំណើរផ្លូវរបស់យើងទេទីបញ្ចប់នៃដំណើរផ្លូវរបស់មនុស្សគ្រប់គ្នានោះគឺការបោះបង់តែប្រការណាយើងមិនបោះបង់គឺមិនហៅថាទីបញ្ចប់ទេវាសុទ្ធតែស្ថិតនៅក្នុងបទពិសោធន៍ទាំងអស់ហើយបើបងប្អូនអរគ្នាចេះយកបទពិសោធន៍ទាំងអស់នោះមកជាគ្រូទៅទៀតនោះគឺអស់កាន់តែអស្ចារ្យពីព្រោះបទពិសោធន៍ទាំងអស់អាចច្នៃឲ្យយើងរកនៅដំណោះស្រាយនៅក្នុងអ្វីដែលយើងធ្លាប់បរាជ័យពីមុនហើយយើងនឹងរកនៅ keyword ក្នុងការដោះស្រាយបញ្ហានោះឲ្យបានអញ្ចឹងបងប្អូនអរគ្នារឹងមាំឡើងហើយព្យាយាមងើបឡើងនៅពេលដែលយើងដួលកន្លែងណាគឺសូមបងប្អូនងើបកន្លែងហ្នឹងបរាជ័យកន្លែងណាសូមឲ្យយើងងើបកន្លែងហ្នឹងហើយបន្តទៅមុខទៀតកុំបោះបង់នៅគោលដៅនៃក្តីស្រមៃដែលបងប្អូនចង់បានថ្ងៃមួយពេលមួយវេលាមួយបងប្អូននឹងបានទទួលនៅភាពជោគជ័យនឹងដល់បានសម្រេចនៅគោលដៅដែលបងប្អូនទាំងអស់គ្នាប្រាថ្នាចង់បានចឹងសង្ឃឹមថារូបភាពមួយស្លឹកនេះនឹងបានជាធម៌ពលនឹងបានជាចំណេះដឹងដល់បងប្អូនអស់គ្នាក្នុងការបន្តដំណើរទៅលើគោលដៅរបស់យើងបន្តទៀតសូមអរគុណ